នេះបានគេនិយាយថាសំណាងជាន់ទុកមែនដោយបរិសម្នាក់នេះអញ្ចឹងគឺជាអ ក្រិតជនតែគាត់មានសំណាងអាចក្លាយទៅជាតារា model ដោយសារតែភ្នែកដ៏ចម្លែករបស់គាត់ដែលគាត់មានឈ្មោះថា Lucky ត្រូវបានប៉ូលីសចាប់ខ្លួនដោយសារតែការលួចរថយន្តហើយនិងបើករថយន្តហួសល្បឿនហើយដោយសារតែការថតរូប mugshot មួយសន្លឹកធ្វើឲ្យគាត់មានការចាប់អារម្មណ៍ទាក់ទាញពីអ៊ីនធឺណិតយ៉ាងច្រើនរហូតដល់ស្ថាបនិក ST តារាបង្ហាញ mode Claria បាននិយាយថារូបរាងដ៏ចម្លែករបស់ Lucky ធ្វើឲ្យគាត់ពិចារណាផ្ដល់ការងារឲ្យ Lucky ដោយសារតែគាត់មានភ្នែកពណ៌ផ្សេងគ្នាតាំងពីកំណើតបន្ទាប់ពីពិនិត្យរូបរាងជោគជ័យហើយ Lucky ត្រូវបានគេចោះកិច្ចសន្យាឲ្យយល់ព្រមនៅក្នុងការបង្ហាញ mode ហើយគាត់ក៏បានបង្ហាញ mode នៅ New York Fashion Week ដែលសាច់រឿងរបស់គាត់នេះស្រដៀងទៅនឹងតារាដ៏ល្បីមួយដែលមានឈ្មោះថា Jeremy Mage ដែលបង្ហាញខ្លួនដំបូងនៅក្នុង Fashion Week នៅឆ្នាំ2017ហើយចាប់តាំងពីពេលនោះមក Lucky មានភាពល្បីល្បាញយ៉ាងខ្លាំងអញ្ចឹងបានគេថាសំណាងមើលអត់ឃើញមែនទោះបីជាយើងស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយអញ្ចឹងកុំទុកចិត្តមួយខ្លួនឯងអីគីឡូថ្ងៃណាមួយយើងជួបសំណាង